ជាទូទៅការដួលរលំនៃសម័យលង្វែកកស1529ដល់1593គឺដោយសារការឈ្លានពានរបស់កងទ័ពសៀមអយុធ្យានៅក្នុងឆ្នាំ1593ទោះជាយ៉ាងណាក៏ដោយបើតាមការសិក្សាប្រវត្តិសាស្ត្រការបរាជ័យនេះមិនមែនបណ្ដាលមកពីកត្តាតែមួយមុខនោះទេប៉ុន្តែជាការរួមផ្សំនៃកត្តាផ្ទៃក្នុងនិងកត្តាខាងក្រៅខាងក្រោមនេះគឺជាកត្តាសំខាន់ដែលត្រូវបានលើកឡើងក្នុងការសិក្សាស្រាវជ្រាវ 1. កត្តាផ្ទៃក្នុងភាពទន់ខ្សោយរបស់ខ្មែរភាពបែកបាក់សាមគ្គីភាពនិងការបាត់បង់ជំនឿលើព្រះមហាក្សត្រវិបត្តិរាជវង្សានុវង្សមានការមិនចុះសម្រុងគ្នានៅក្នុងចំណោមព្រះរាជវង្សានុវង្សនិងមន្ត្រីជាន់ខ្ពស់ជាក់ស្ដែងពេលសៀមឡោមផាត់បន្ទាយលង្វែកព្រះបាទសត្ថាទី1បានភៀសខ្លួនទៅកាន់ប្រទេសឡាវដែលធ្វើឲ្យកងកម្លាំងប្រយុទ្ធបែកបាក់និងធ្វើឲ្យប្រជារាស្ត្រអស់ជំនឿការតែងតាំងអ្នកស្នងរាជមានការមិនពេញចិត្តចំពោះការតែងតាំងព្រះរាជបុត្រដែលមានព្រះជន្មតិចតួចឲ្យគ្រប់គ្រងរាជដែលនាំឲ្យមានវិបត្តិផ្ទៃក្នុងនិងបាត់បង់ស្មារតីប្រយុទ្ធរបស់មន្ត្រីនិងកងទ័ពការក្រីក្រនិងភាពមិនយល់ដឹងរបស់ប្រជារាស្ត្រមានការលើកឡើងក្នុងរាជពង្សាវតារខ្មែរថាពេលសៀមប្រើល្បិចបែកប្រាក់ដួងចូលទៅក្នុងគុម្ពឫស្សីជាកំពាំងការពារបន្ទាយលង្វែកនោះប្រជារាស្ត្រខ្មែរមួយចំនួនបាននាំគ្នាកាប់ឆ្ការព្រៃឫស្សីទាំងនោះដើម្បីប្រមូលយកប្រាក់ដែលធ្វើឲ្យបន្ទាយបាត់បង់នៃការការពារដ៏រឹងមាំរបស់ខ្លួន 2. កត្តាខាងក្រៅយុទ្ធសាស្ត្រនិងកម្លាំងរបស់សៀមយុទ្ធសាស្ត្រឈ្លានពានដ៏ខ្លាំងក្លាកងទ័ពសៀមក្រោមការដឹកនាំរបស់ព្រះបាទនរេសួននៃអយុធ្យាមានកម្លាំងនិងយុទ្ធសាស្ត្រឈ្លានពានដ៏ខ្លាំងក្លាការប្រើប្រាស់ល្បិចកុលរបស់សៀមបានប្រើល្បិចបញ្ជូនព្រះសង្ឃឲ្យមកធ្វើចារកម្មនៅក្នុងបន្ទាយដើម្បីលុបយកការពីចំណុចខ្សោយនិងស្ថានភាពផ្ទៃក្នុងរបស់ខ្មែរល្បិចបាយប្រាក់ដួងចូលទៅក្នុងព្រៃឫស្សីក៏ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបំបែកបំបាក់សាមគ្គីភាពនិងបំផ្លាញខ្សែការពារធម្មជាតិរបស់បន្ទាយការរំលឹកគុណរបស់សៀមមានការលើកឡើងថាព្រះសត្ថាទី1ធ្លាប់បានបញ្ជូនទ័ពទៅជួយរំដោះក្រុងអយុធ្យាពីការត្រួតត្រារបស់ភូមាប៉ុន្តែក្រោយមកសៀមបានរំលឹកគុណហើយបារគីវាយលុកប្រទេសកម្ពុជាវិញការសន្និដ្ឋានជាក់លាក់ជាការរួមផ្សំនៃកត្តាការសន្និដ្ឋានជាក់លាក់គឺថាការដួលរលំនៃលង្វែកបណ្ដាលមកពីភាពទន់ខ្សោយផ្ទៃក្នុងដែលជាឱកាសដ៏ល្អសម្រាប់កត្តាខាងក្រៅការឈ្លានពាននិងយុទ្ធសាស្ត្រល្បិចកលវាយលុកនិងសម្រេចបានជ័យជំនះលទ្ធផលចម្បងការបាត់បង់បន្ទាយលង្វែកបានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងយុគងងឹតដែលបាត់បង់នូវឥសរិយាជនក្បួនច្បាប់អ្នកប្រាជ្ញបណ្ឌិតនិងវប្បធម៌ជាច្រើនដែលសៀមគៀយកទៅប្រទេសរបស់គេ